វិធីចិញ្ចឹមកូនឲ្យមានប្រសិទ្ធភាពជាវិធីសាស្ត្រដែលអាចជួយឪពុកម្ដាយគ្រប់រូបឲ្យទទួលបានជោគជ័យគឺសម្រាប់អាណាព្យាបាលឬក៏ឪពុកម្ដាយដែលមានកូនពីអាយុ0ឆ្នាំដល់5ឆ្នាំវីដេអូលើកមុនខ្ញុំបានលើកឡើងចំនួន7ចំណុចហើយដែលជាចំណុចគួរឪពុកម្ដាយគ្រប់រូបប្រតិបត្តិនៅពេលដែលកូនរបស់ខ្លួនមានអាយុចាប់ពី0ដល់5ឆ្នាំរំលឹកឡើងវិញចំណុចទី1គឺការនិយាយជាមួយកូននៅការប្រើប្រាស់ពាក្យឲ្យចំកុំព្យាយាមនិយាយពាក្យណាដែលរបៀបក្មេងៗដែលធ្វើឲ្យក្មេងពិបាកក្នុងការនិយាយភាសាមនុស្សធំអាចប្រើពេលយូរអញ្ចឹងបើយើងរៀននិយាយភាសាចំគាត់ក៏ងាយចាប់បានហើយអនាគតគាត់អាចប្រើប្រាស់ពាក្យនោះបានត្រឹមត្រូវចំណុចទី2គឺការដែលអាសានាំកូនឲ្យមើលរូបភាពហើយរៀននិយាយមើលជាអក្សរមើលជារូបអីផ្សេងជាដើមក៏ជួយកូនរបស់យើងឲ្យមានការស្វែងយល់បានល្អដែរដោយសារតែក្មេងពីអាយុ0ឆ្នាំដល់5ឆ្នាំគឺជាវ័យមួយដ៏អស្ចារ្យដែលឪពុកម្ដាយភាគច្រើនมันបានដឹងទេថាកូននៅវ័យហ្នឹងគឺដាក់អីក៏ចាំដាក់អីក៏ចេះលឿនដែរហើយចំណុចទី3គឺការបង្វឹកការចងចាំតាមរយៈការច្រៀងចម្រៀងឬក៏សូត្រកំណាព្យអីជាដើមចំណុចទី4គឺការលេងល្បែងផ្សេងដែលជាល្បែងបែបលក្ខណៈទស្សន៍ទាយឲ្យកូនរៀនទស្សន៍ទាយឲ្យកូនរៀនសន្និដ្ឋានរៀនសង្កេតហើយចំណុចទី5គឺកុំឲ្យកូនគេហៅថានៅទៅលើដៃយើងពេកធ្វើម៉េចឲ្យកូនបានធ្វើចលនាខ្លួនឯងខ្លះហើយការដែលឲ្យកូនជាប់នឹងចង្កេះយើងរហូតក៏មិនមែនជាវិធីសាស្ត្រស្រួលដែររៀនឲ្យកូនចាប់នេះចាប់នោះប្រើដៃប្រើជើងរបស់គាត់ខ្លះហើយទី6គឺរៀនឲ្យកូននឹងស្គាល់រសជាតិអ្វីដែលជារបស់ពិតជាពិសេសដូចជាសម្លបង្អែមឬក៏ប្រភេទផ្សេងដែលជាផលិតផលខ្មែរយើងហើយទី7គឺអាសានាំកូនទៅខាងក្រៅនាំមើលរបស់ពិតធម្មជាតិមើលអីចឹងទៅដើម្បីឲ្យគាត់ថ្នឹកនឹងបានស្គាល់ហើយរបស់ប្រើប្រាស់ក្នុងផ្ទះរបស់ផ្សេងមួយចំនួនទៀតគួរតែឲ្យកូនស្គាល់ដែរដូចជាពេលខ្លះយើងឲ្យកូនទៅយកប៊ីចេងទៅបានស្ករអញ្ចឹងណាទាំងអស់ហ្នឹងសុទ្ធតែជាអ្វីមួយដែលយើងត្រូវបរៀនកូនហើយឥឡូវនេះជាបន្តគឺសូមលើកចំណុចបន្ទាប់សម្រាប់ឪពុកម្ដាយដែលចង់ចិញ្ចឹមកូនពីអាយុ0ឆ្នាំដល់5ឆ្នាំឲ្យមានប្រសិទ្ធភាពចំណុចទី8គឺឲ្យកូនបានឱកាសលេងជាមួយនឹងក្មេងជិតខាងធម្មតាលេងប្រកាសជាឆ្លោះគ្នាហើយប៉ុន្តែនោះគឺជាមេរៀនដំបូងនៅក្នុងជីវិតរបស់ពួកគេនៅក្នុងសង្គមរបស់ពួកគេអញ្ចឹងអ្វីដែលឪពុកម្ដាយគ្រប់រូបត្រូវតែដឹងមិនមែនដឹងតែម្ខាងអត់ម្ខាងទេឧទាហរណ៍ថាកូនរបស់យើងខាងនេះទៅលេងជាមួយកូនគេខាងនោះអញ្ចឹងឪពុកម្ដាយទាំងសងខាងហ្នឹងត្រូវតែប្រកាសថាបើកូនលេងជាមួយគ្នាឆ្លោះគ្នាគឺមិនត្រូវឲ្យចាស់ទុំខឹងគ្នាឬក៏ប្រកាន់គ្នាទេកន្លែងនេះខ្មែរយើងតែងតែលើកមកនិយាយច្រើនពីដើមឡើយឲ្យតែកូនឆ្លោះគ្នាគឺដឹងតែឪពុកម្ដាយនេះឆ្លោះគ្នាដែរដោយសារតែកាន់ជើងកូនប៉ុន្តែមកដល់សង្គមបច្ចុប្បន្ននេះមានការប្រែប្រួលច្រើនហើយតាមរយៈវីដេអូនេះក៏ខ្ញុំសូមផ្ញើសារនិងដាស់តឿនទៅឪពុកម្ដាយចំនួនថ្មីថារឿងកូនក្មេងឆ្លោះគ្នាក្មេងឆ្លោះតែមួយផ្លែតគឺវាត្រូវគ្នាហើយកុំឲ្យយើងជាមនុស្សចាស់ទៅมองសៅគ្នាច្រើនរហូតដល់បង្កើតជាគំនុំអីផ្សេងគឺអត់ល្អទេអញ្ចឹងចំណុចទី8នេះគឺត្រឡប់ឲ្យកូនលេងជាមួយគ្នាហើយមើលរបៀបដែលកូនលេងបើសិនបើក្មេងទាំងអស់នោះគាត់បង្កបញ្ហាយើងកុំពិបាកចិត្តយើងដោះស្រាយដោយសន្តិវិធីដោយយើងខាងនេះយើងណែនាំកូនយើងទៅយើងសួរនាំដើមហេតុមូលហេតុហើយបើខុសក៏យើងប្រាប់គាត់ថាយើងធ្វើអញ្ចឹងមិនល្អទេធ្វើអញ្ចេះវិញហើយផ្ដល់ជាការណែនាំលើកទី1លើកទី2អញ្ចឹងទៅបើសិនជាគាត់នៅតែបន្តខុសពេលក្រោយយើងមានវិធីហាម5គាត់មិនឬក៏ឲ្យគាត់ទទួលនៅកំហុសរបស់គាត់ម្ខាងទៀតក៏ដូចគ្នាដែរគឺត្រូវតែអប់រំអញ្ចឹងពេលហ្នឹងគាត់មកលេងលើក្រោយគឺគាត់លេងបែបសន្តិភាពហើយអនាគតគាត់រស់នៅសង្គមរបស់គាត់គឺជាសង្គមសន្តិភាពចំណុចទី9គឺការបង្កើតវិន័យសំខាន់ណាស់អាណាព្យាបាលឬក៏ឪពុកម្ដាយសពថ្ងៃចេះតែឆ្ងល់ថាហេតុអីបានកូនរបស់ខ្លួនញ៉ាំក៏មិនមានទម្លាប់ល្អជួនកាលក៏ពុបទៅជួនកាលទៅក៏
nhằm đau hơi kênh gần chân chúng ta có kênh mong đi chúng ta kênh mong luôn quạt trong kênh có kênh bà mình kênh thế bụng mà đai bạc không còn mình trong kênh tiết là hốt đo tiền bọt vay tiền ấy hết nơi tái mình bàn tam bầm nòng chẳng là vay cái đòi nơi mình nơi vay ní cứ chia vay để dương bằng cá vì này ở quạt vì này để cả nhằm dạng mạch về nhằm nó mình trừ dây mình trừ lên mình trừ ấy chân tới nè bóng bóng hay nâng bê kênh riêng trong khuôn mạch hay bê kênh hay trừ bật phơn rồi có trừ dạng mạch chân toa thì dương bà riêng cướp sắp hay bà cao tà lọp tớp bụng mà đai cướp rút nâng mình miền phiếp nơi này hot nơi không can vậy tại đại về để phụ kê dụ cho ra chừng nâng ní cứ chỉ cả bằng cao tà lọp hay miền Sài phiếp xem tiết có sật tái chia tầm lọp đài cứ chia tầm lọp đài ai ơi côn dương bàn đăng bàn khơi bàn lử chúng nó chia bằng tò cứ ca ọt một nâng ca phơ ở vậy đà đài chứ bạn á côn trong sự đáp rương tà đài là bà sân chỉ côn trong sự đáp rương tà đài rư lên đà đài mà rồi đón dưỡng cùng thùng rồi nút chỉ về đài khu các bà bọc côn cùng bóng tọp chúa bằng đàn prasad rồi bọc phụ kề đôi chỉ dương lược tha vùng một đài khác quạt nơi khmế khác tới mình chỉ khmế nhà dụ tràn đá bàn tay quạt ở bàn dồn bị côn nó về để côn tia lên ấy mùi tà đài quạt cái thả thốn nhọt xăm mi lên tà đài hay thả côn che hình cho tiết có miên đây dương thọp lư từng ở tại kia nè hay vào giấy thả bụng bàn đáy mà xùm ngúng nơi xả riêng có miên lục ru nè ru khác quạt plot một đáy nó về để côn sơ quạt tia lên ní tà đài nó tà đài đó chẳng dương trâu vô bị quạt tam để dạ vậy cứ cả đằng thà pe nút quạt có bông miền ca prai prul miền chật cầm nứt prai prul và pon prasad prai prul chẳng dương lên bán có lên tới lên bán có dương prai hai pol từ tam nâng từ và đấy nước nông mê riết cứ khi làm rồi dương che ọt một nâng ca để thưa vậy đài cho mùi cồn rồi không mấy chạp lịch hay bây giờ thưa từ đài tới thưa còn miền ca trong chạm chúng nó chia bản to tiệtสำหรับการอบรมចិញ្ចឹมកូនពីអាយុ0ឆ្នាំដល់5ឆ្នាំមានប្រសិទ្ធភាពគឺការបង្រៀនឲ្យស្គាល់ពណ៌និងរូបរាងនេះហើយដែលខ្ញុំបានលើកក្នុងវីដេអូលើកមុនគឺត្រូវតែឲ្យក្មេងដឹងថានេះពណ៌នេះជាពណ៌អីហើយខោអាវសម្លៀកបំពាក់ផ្លែឈើរបស់ក្នុងផ្ទះមានរូបរាងម៉េចយើងត្រូវតែណែនាំប្រាប់គាត់ឲ្យស្គាល់បើបងប្អូនឬឪពុកម្ដាយសម័យថ្មីមើងងាយចំណុចនេះច្បាស់កូនយើងអត់ស្គាល់ទេឲ្យទៅយកចានហ្នឹងទៅចេញកតោចេញស្អីកធុននៃផ្សេងលើហើយបាទឲ្យទៅយកតពុហាលខោអាវហ្នឹងអាចទៅចេញបោកចេញអីផ្សេងណាបាទមិនមែនជារឿងលេងសើចទេហើយក៏ឪពុកម្ដាយដល់ពេលដែលកូនយកខុសអញ្ចឹងក៏មិនត្រូវឌីលកូនដែរយើងឌីលគ្នាថាល្ងងចេះល្ងងចុះត្រូវសួរយើងវិញថាការល្ងងហ្នឹងដោយសារអ្នកណាដោយសារយើងឬក៏ដោយសារគាត់ពួកគាត់កើតមកពីយើងហើយគាត់អាចបានទទួលមេរៀនពីយើងហើយរបស់ទាំងអស់ហ្នឹងក៏មានការបរៀនខ្លះដែរនៅសាលានឹងឲ្យបានជួយមកចំណែកដែលថាកូន3ឆ្នាំគេចាប់ផ្ដើមមកចូលសាលាហ្នឹងគឺសាលារៀនជួយឲ្យទៅលើរឿងពណ៌រូបរាងគាត់ចេះស្ទាបប៉ះអែលសង្កេតហ្នឹងគឺជួយគ្នាទៅវិញទៅមកដែលពីមុនឡើយឪពុកម្ដាយយើងក៏តកូនអាយុ5ឆ្នាំ6ឆ្នាំបានយកចូលសាលារៀនតែម្ដងគឺក្មេងគាត់រៀនរឿងយឺតនៅថ្នាក់បឋមណាគាត់រៀនរឿងយឺតហើយគ្រូក្បាលក៏មិនសូវរីកដុះដាលលឿនមួយទៀតក៏ធ្វើឲ្យគាត់អត់សូវស្គាល់នេះស្គាល់នោះទេអញ្ចឹងមកដល់បច្ចុប្បន្ននេះឃើញថាក្មេងតែ2ខួបកន្លះឬ3ឆ្នាំហ្នឹងគេបញ្ជូនទៅសាលាហើយដើម្បីឲ្យសាលាជួយបង្ហាត់បន្ថែមព្យាយាមប្រាប់កូនរបស់គាត់ឲ្យបន្ថែមទៀតទៅបាទចំណុចជាបន្តគឺការបណ្ដុះទម្លាប់អានបែបអន្តរកម្មកន្លែងនេះគឺកុំគ្រាន់ឲ្យតែកូនស្ដាប់តែម្ខាងបើយើងមានអីអានអញ្ចឹងទម្លាប់ច្អល់បរហាញហើយសួរសំណួរងាយទៅកាន់កូនរបស់យើងណាសំណួរងាយដូចគ្រូមត្តេយសួរសិស្សអញ្ចឹងទៅថាកូនស្គាល់សត្វឆ្មាទេស្គាល់សត្វឆ្មាយំមិនដែរម៉ែវអីចឹងណាគឺសាមញ្ញប៉ុន្តែ
ពេលខ្លះអត់គិតដល់ហើយក៏អត់ដឹងអត់បានធ្វើក៏កូនអត់បានស្គាល់គុំថាឡើយសត្វស្រុកសត្វព្រៃរត់តែស្គាល់ទៀតដែរទាំងរូបរាងនិងសម្លេងអញ្ចឹងចំណុចនេះគឺសំខាន់ខ្លាំងមែនតើចំណុចបន្ទាប់សង្ខេបខ្លីៗដើម្បីចិញ្ចឹមកូនពីអាយុ0 ទៅ 5 ឆ្នាំឲ្យបានជោគជ័យគឺយើងត្រូវតែរៀនបញ្ជ្រាបគណិតវិទ្យាប្រចាំថ្ងៃខ្លះៗដែរការបញ្ជ្រាបគណិតវិទ្យាអត់ពិបាកទេគ្រាន់តែឲ្យកូនរាប់ដៃរាប់ជើង1 2 3ឬក៏ពេលឡើងជាដើរហ្នឹងឲ្យកូនរាប់មកកម្មឬយើងនិយាយថា1 2 3ហើយបើមានទិញអីមកពីផ្សារអញ្ចឹងយើងត្រឡប់ហៅគាត់ឲ្យមករាប់តាមយើងអញ្ចឹងទៅដបអីអញ្ចឹងទៅឬក៏មានចានមានឆ្នាំងមានផ្លែឈើមានអីអញ្ចឹងគឺដាក់ឲ្យគាត់រាប់មើលកូនផ្លែនេះមានប៉ុន្មាន1 2អញ្ចឹងយើងជួយនៅផ្ទះគ្រូជួយនៅសាលាចំណុចជាបន្តទៀតគឺការស្វែងយល់ភាសាបែបធម្មជាតិកន្លែងហ្នឹងគឺការដែលគេហៅថាបញ្ចូលពាក្យងាយងាយឲ្យកូនរៀននិយាយចំណុចនេះជាចំណុចមួយអាចថាជាជំរើសទេបើសិនជាការបញ្ចូលភាសាឧទាហរណ៍ភាសាអង់គ្លេសតិចឲ្យកូនអញ្ចឹងណាបើសិនជាឪពុកម្ដាយហ្នឹងគាត់ចេះភាសាអង់គ្លេសហ្នឹងគាត់អាចបញ្ចូលបានតិចទៅដើម្បីឲ្យកូនហ្នឹងស៊ាំទៅជាហើយភាសាខ្មែរក៏យើងនៅតែប្រើរហូតដែរយើងមិនចោលទេគាត់ថាយើងបង្កើតទម្លាប់អីតិចទៅព្រោះយើងធ្លាប់ឃើញហើយកូនគេដែលបានរៀនភាសានិងទាំងភាសាជាតិភាសាខ្មែរទៅហាយបេតូចហ្នឹងគឺឱកាសក្មេងហ្នឹងគឺគាត់លូតលឿនបាទក្មេងគាត់លូតលឿនចំណុចទីបន្ទាប់នេះគឺការដែលឲ្យកូនគេហៅថាដឹងនៅអ្វីមួយដែលជាការសម្គាល់នៅសម្លេងឧទាហរណ៍ថាសម្លេងចាបសម្លេងឡានសម្លេងភ្លៀងសម្លេងសត្វនេះសត្វនោះអញ្ចឹងយើងប្រាប់គាត់ឲ្យដឹងឮអញ្ចឹងទៅយើងប្រាប់ថានឹងសម្លេងស្អីគេយើងប្រាប់គាត់តិចទៅព្រោះបើមិនប្រាប់អត់មានអ្នកណាប្រាប់ទេហើយដល់អត់មានអ្នកណាប្រាប់គាត់ថ្ងៃក្រោយស្រាប់តែគាត់រត់មកសួរប៉ាម៉ាក់ឬក៏ពុកម៉ែស្លេងអីគេមិញយើងខឹងក្មេងទៅជេរកូនមួយម៉ាត់សិនមុនប្រាប់ហ្នឹងក៏មិនល្អដែរដោយសារយើងអត់បានប្រាប់ហ្នឹងហើយអត់បានប្រាប់ចូលដល់ចំណុចបន្ទាប់ទៀតវ័យ0 ដល់ 5 ឆ្នាំនេះឪពុកម្ដាយទាំងឡាយកុំឲ្យកូនមើលទូរស័ព្ទអីសោះគាត់មិនអាចមើលអេក្រង់ទេវាអាចធ្វើឲ្យកូននឹងកើតនៅជំងឺផ្សេងជាពិសេសគឺបញ្ហានៃការយល់ដឹងយឺតឬក៏ចូលទៅលក្ខណៈ autism មួយផ្នែកដែរ autism មានហេតុផលច្រើនប៉ុន្តែនៅក្នុងវ័យហ្នឹងបើសិនជាឲ្យមើលទូរស័ព្ទផ្ដេសផ្ដាស់ក៏កូនយើងប្រឈមមុខនឹងជំងឺ autism ហ្នឹងគឺការស្វែងយល់អីមួយយឺតជាងគេជាងឯងដោយសារតែផលរំខាននៃអេក្រង់របស់ទូរស័ព្ទឬក៏ទូរទស្សន៍អីជាដើមអញ្ចឹងទៅចំណុចបន្តទៀតគឺវិធីការពាររាងកាយកូនកន្លែងនេះសំខាន់ណាស់ឪពុកម្ដាយទាំងអស់គ្នាយើងត្រូវតែបរៀនកូនថានេះកន្លែងខ្លះគឺมันអាចប្រាប់អ្នកដតីឲ្យប៉ះពាល់បានទេឧទាហរណ៍នៅលើខ្លួនប្រានកូនស្រីកូនប្រុសអីចឹងណាអញ្ចឹងបរៀនកូនតិចអត់ឲ្យប៉ះណូអញ្ចឹងមកឬក៏ទេអត់ទេចេះទៅរៀនប្រាប់កូនព្រោះតើអត់ប្រាប់វាប៉ះពាល់នៅលើការរស់នៅក្នុងសង្គមដោយសារយើងមិនដឹងថាកូនយើងពេលទៅចូលប្រឡូកក្នុងសង្គមនៅសាលារៀននៅមជ្ឈដ្ឋានផ្សេងដែលយើងអត់នៅនឹងមានណាគេបំពេញលើរាងកាយគាត់ខ្លះអញ្ចឹងបើសិនជាគាត់ដឹងទៅដល់ផ្ទះគាត់អាចប្រាប់យើងថានៅនេះមានគេប៉ះគាត់កន្លែងនេះអញ្ចឹងយើងត្រូវតែណែនាំចំណុចបន្តគឺការបង្វឹកកូនឲ្យចេះជួយធ្វើការងារស្រាលនៅក្នុងផ្ទះឧទាហរណ៍ថារៀបចំប្រដាប់លេងដាក់កត្រកវិញជួយបោកខោអាវតិចតួចអញ្ចឹងទៅតិចទៅហើយនឹងប្រាប់ថាការងារណាធ្វើឲ្យគឺខ្លាយទៅជាក្មេងល្អការងារណាធ្វើឲ្យនឹងគេស្រឡាញ់រាប់អានអញ្ចឹងបាទអញ្ចឹងគឺជាចំណុចដែលយើងត្រូវបង្វឹកកូនយើងជាប្រចាំកុំចាំគាត់ធំហើយប្រើពេលដែលគាត់មិនធ្វើតាមឬក៏គាត់មិនចេះធ្វើឌីលកូនទៀតក៏មិនសមដែរចំណុចជាបន្តគឺការដែលយើងផ្ដល់នៅក្តីស្រឡាញ់តាមរយៈការអោបថើបកូនយើងឲ្យបានញឹកញយផ្ដល់ជាភាពកក់ក្ដៅនិងជាគ្រឹះនៃទំនុកចិត្តឲ្យកូនដែរព្រោះអីកូនកាលណាទទួលបានការថ្នាក់ថ្នមពីឪពុកម្ដាយច្រើនមិនមែនគាត់តម្រើសទេប៉ុន្តែគាត់មានអារម្មណ៍មួយថាគាត់មានអារម្មណ៍សុវត្ថិភាព
ពុកម្ដាយច្រើនតែមិនបានស្ដីបន្ទោសឬក៏តែងតែប្រាប់គាត់ឲ្យដឹងទោះបីកូននឹងមានបញ្ហាអីតិចតួចឧទាហរណ៍កូនធ្វើកពុបទឹកធ្លាក់ចានបែកអីចឹងគឺយើងត្រូវតែណែនាំដោយពាក្យថាមិនអីទេណាលើកក្រោយត្រូវប្រយ័ត្នកាន់ឲ្យជាប់អីចឹងទៅហើយបើកូនយើងបានធ្វើអ្វីដែលល្អហើយយើងព្យាយាមទៅសើព្រោះពាក្យទៅសើនេះទាំងក្មេងទាំងមនុស្សធំមនុស្សចាស់សុទ្ធតែត្រូវការពាក្យទៅសើមិនពិបាកនិយាយប៉ុន្តែដែលពិបាកគឺមិនចូលចិត្តនិយាយទៅសើគេអញ្ចឹងយើងត្រឡប់ទៅសើទៅក្មេងគាត់សប្បាយចិត្តកាន់តែទៅសើគាត់ធ្វើការងាប់ចោលកន្លែងហ្នឹងហើយចំណុចជាបន្តគឺយើងត្រឡប់ផ្ដល់ជំរឿសឲ្យកូនខ្លះឧទាហរណ៍ថាទៅណាមណីអញ្ចឹងកូនចង់បានរបស់នេះរបស់នោះពណ៌នេះពណ៌នោះចង់ញ៉ាំនេះញ៉ាំនោះអញ្ចឹងយើងមើលទៅអាចឲ្យជំរឿសគាត់បើសិនជាមិនមានផលប៉ះពាល់ទេយើងឲ្យទៅហើយការដែលយើងឲ្យបែបហ្នឹងគេហៅការផ្ដល់ការស្រឡាញ់ដោយឥតលក្ខខណ្ឌគឺយើងតែងតែឲ្យគាត់ហើយយើងមើលឃើញថាវាជាអ្វីមួយដែលគួរតែឲ្យអ្វីមួយដែលមិនគួរឲ្យគួរតែប្រាប់ហេតុផលនិងបរិញ្ញាឲ្យគាត់មានផ្លូវចិត្តរឹងមាំចេះចុះចាញ់នៅពេលដែលអត់បានដូចបំណងអ្វីមួយដែលអត់បានដូចបំណងប្រាប់គាត់ឲ្យចេះចុះចាញ់ហើយចេះទទួលស្គាល់ថាមានរឿងខ្លះគឺយើងមិនអាចយកឲ្យបានតាមចិត្តរបស់យើងទេប៉ុន្តែពេលដែលយើងចុះចាញ់ហើយតើយើងនឹងត្រូវធ្វើអីជាបន្តទៀតចឹងបានថាมันស្រួលទេឪពុកម្ដាយទាំងអស់គ្នាការដែលអប់រំកូនពីមួយវគ្គទៅមួយវគ្គគឺមានការលំបាកគួរឲ្យកត់សម្គាល់ប៉ុន្តែបើយើងមិនធ្វើម្នាក់មិនព្រមធ្វើសង្គមនៅពេលខាងមុខគឺអនាធិបតេយ្យមានន័យថាកូនរបស់យើងចំនួនក្រោយពេលគាត់ដឹងក្តីទៅគឺធ្វើអីគឺឆ្កងដាក់គ្នាអត់មានរបៀបរបបរស់នៅអីត្រឹមត្រូវសមរម្យហើយក៏ធ្វើឲ្យការរស់នៅនឹងពិបាកខ្លាំងតែម្ដងមិនទាន់អស់ទេការដែលយើងចិញ្ចឹមកូនពី0ទៅ5ឆ្នាំហ្នឹងគឺយើងអាចមានវិធីគេហៅថាផ្ដល់ឱកាសឲ្យកូនចេះរកនៅដំណោះស្រាយខ្លួនឯងបន្តទៀតអាចជាលក្ខណៈផ្គុំរូបឬក៏បើកគរោបដបឲ្យច្រើនហើយឲ្យកូនរៀនបញ្ចូលវិញលើកទឹកចិត្តឲ្យក្មេងធ្វើឲ្យធ្វើទៀតដើម្បីឲ្យបានជោគជ័យហើយយើងបរៀនសុជីវធម៌ដល់ក្មេងៗពីអាយុប៉ុណ្ណឹងទៅគឺល្អបំផុតក្មេងៗនៅវ័យប៉ុណ្ណឹងគឺបរៀនអីក៏ចេះដែរសាពះអរគុណសំទោសប៉ុន្តែចាប់ពេលដែលពួកគេឡើងដល់កម្រិតថ្នាក់បឋមមានន័យថាថ្នាក់ទី4ទី5ទី6ឬក៏អនុវិទ្យាល័យទៅកូនយើងចាប់ផ្ដើមរឹងត្ទឹងណាដោយសារពេលហ្នឹងមានការប្រែប្រួលអរម៉ូនហើយនឹងសរីរាង្គកាយផ្លូវចិត្តអារម្មណ៍របស់គាត់ទៅធ្វើឲ្យគាត់រឹងត្ទឹងជាមួយឪពុកម្ដាយឬក៏ជាមួយគ្រូបរិញ្ញាប៉ុន្តែបើយើងបានអប់រំល្អតាំងពីក្មេងមកភាពរឹងត្ទឹងហ្នឹងគឺអត់សូវមានប្រមាណទេចំណុចមួយដែលត្រូវប្រយ័ត្នពេលដែលកូននៅតូចក៏ដោយគឺឪពុកម្ដាយកុំសូវប្រៀបធៀបកូនខ្លួនឯងជាមួយកូនអ្នកដទៃខ្លាំងពេកតែកាលណាតែងតែលើកពីកូនអ្នកដទៃយូរធ្វើឲ្យកូនខ្លួនឯងហ្នឹងបាត់បង់ទំនុកចិត្តយើងគិតថាប្រៀបធៀបដើម្បីឲ្យក្មេងហ្នឹងយល់ថាឪពុកម្ដាយខ្ញុំទៅសើអ្នកនោះអញ្ចឹងខ្ញុំនឹងទៅធ្វើតាមអ្នកនោះមិនអាចទេព្រោះក្មេងមានឧបនិស្ស័យចរិតនិងចិត្តខុសគ្នាគួរតែយើងប្រាប់គាត់វិញថាគួរធ្វើអីបានល្អជាជាងដែលលើកអ្នកនោះទៅសង្ឃឹមថាគាត់មើលជាគំរូគឺមិននេះសូម្បីតែមនុស្សធំក៏ដោយសពថ្ងៃនៅកន្លែងការងារមួយចំនួនលើកពីបុគ្គលនេះបុគ្គលនោះទៅប្រាប់បុគ្គលិកនេះបុគ្គលិកនោះឲ្យគាត់ធ្វើតាមគាត់មិនធ្វើទេគឺអ្វីដែលល្អគឺរៀបយុទ្ធសាស្ត្រឲ្យគាត់ដើរទៅបានផលច្រើនជាងការបង្រៀនឲ្យស្គាល់ពាក្យថាទេខ្លះមិនគ្រប់ពេលសិតតែបានដូចចិត្តឧទាហរណ៍ចង់ទៅផ្សារអីចឹងគាត់ទាននេះទាននោះយើងទិញឲ្យរហូតគាត់កើតឲ្យគាត់ដឹងថាការទារបស់គាត់មិនមែនសិតតែបានទេហើយពេលដែលគាត់មិនបានហ្នឹងគាត់ត្រូវធ្វើអារម្មណ៍មិនអត់ឲ្យគាត់បង្ហាញភាពរឹងរូសស្រែកយំមនាលដីអីទេគឺអត់ឡើយគឺធ្វើម៉េចឲ្យគាត់គេហៅថាចេះស្កប់ចិត្តចេះយល់ថាអូពេលហ្នឹងអត់បានព្រោះមិនបរៀនកូនឲ្យមានអនាម័យការស្លៀកពាក់ការងូតទឹកសម្អាតខ្លួនការដឹងអំពីគុណឪពុកម្ដាយអីតិចតួចធ្វើជាគំរូល្អឲ្យឪពុកម្ដាយហ្នឹងគឺធ្វើគំរូល្អទៅឲ្យកូនពេលណាដែលកូនគាត់បានធ្វើល្អហើយចេះហើយអីហើយគឺឪពុកម្ដាយនឹងសប្បាយចិត្តអញ្ចឹងចំណុច
ដែលបានរៀបរាប់តាំងពីវីដេអូទី1ដល់ពេលនេះគឺអាចថារៀងច្រើនប៉ុន្តែយើងក៏មិនប្រកាសថាយើងប្រើទាំងអស់ហើយគ្រាន់តែថាស្វែងយល់បានប្រហែលចំណុចយើងធ្វើប៉ុណ្ណឹងទៅហើយថ្ងៃក្រោយយើងអាចនឹងគេហៅថាឪពុកម្ដាយដែលប្រកែកចិញ្ចឹមកូនហើយអញ្ចឹងចិញ្ចឹមកូនល្អមិនល្អគឺអាស្រ័យលើយើងជាឪពុកម្ដាយទេមិនមែនអាស្រ័យលើសាច់ញាតិយើងបងប្អូនយើងឬក៏មិត្តភក្តិយើងទេហើយក៏យើងមិនអាចរំពឹងទាំងស្រុងទៅលើគ្រូបង្រៀនដែរត្បិតថាគ្រូបង្រៀនជាអ្នកបង្រៀនអប់រំសិលធម៌អ្វីផ្សេងជាឪពុកម្ដាយទី2ប៉ុន្តែគាត់គ្រាន់តែជាផ្នែកមួយនៃការជួយទំនុកបម្រុងកូនយើងចង្អុលបង្ហាញផ្លូវឲ្យកូនយើងមកគ្រាតែប៉ុណ្ណឹងប៉ុន្តែយើងជាឪពុកម្ដាយគឺជាធាតុដ៏សំខាន់បំផុតដែលជានាវាចង្អុលទិសដៅផ្លូវឲ្យកូនធ្វើដំណើរប្រកបដោយគេហៅថាក្មេងប្រកបដោយគន្លងធម៌មនុស្សល្អនៅក្នុងសង្គមឬក៏យ៉ាងណាសម្រាប់បងប្អូនដែលមានជាគំនិតយោបល់ផ្សេងនិងបទពិសោធន៍ក្នុងការដែលធ្លាប់ចិញ្ចឹមកូនពីអាយុ0ដល់5ឆ្នាំទទួលបានជោគជ័យច្រើនសូមចូលរួមក្នុងការសរសេរជាមតិយោបល់ចែករំលែកនៅខាងក្រោមវីដេអូទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណនិងសូមគោរពលា